វាតាំងសិចបានចេញផ្សាយការមើលជាមុនសម្រាប់ភាគទី124ដែលបង្ហាញពីឌីតបូបឌូលួសយេស៊ីស៊ូហ៊ូយ៉ូហាដឹកនាំឌូលួសនៃស៊ីងបលួសចំនួន12នាក់ក្នុងការវាយប្រហារលើឌីតបូតថាវើដែលស្ទើរតែបាត់បង់ជីវិតនៅក្នុងកាតព្វដៃយេស៊ីស៊ូនៅពេលដ៏សំខាន់ឌីទៀនបានកាន់កាប់គាត់ទីបំផុតបានបំភ័យយេស៊ីស៊ូចេញងួរីឌៀនរបស់ហ៊ូយ៉ូហាត្រូវបានកាត់ចេញជាលទ្ធផលនៃការកាន់កាប់ប៉ុន្តែជាសំណាងល្អដែល Wall of Light ជួសជុលរាងកាយរបស់គាត់តោះមើលឈុតស្លៀកពាក់ឆ្លងកាត់របស់ហ៊ូយ៉ូហាត្រូវបានលុបហើយក្រុមឡើងដល់កំពូលភ្នំមីងដូរូបភាពនៅពេលដែលហ៊ូយ៉ូហាចូលទៅជិតភ្នំមីងដូគាត់ត្រូវបានវាយប្រហារដោយឌីតបូបអេសឡៃដែលបាញ់ចេញពីឌីតបូបថាវើខណៈពេលដែលការពារតាំងវូតុងជាសំណាងល្អមាត្រដ្ឋានបញ្ច្រាសរបស់ឌីទៀនរារាំងការវាយប្រហារប៉ុន្តែហ៊ូយ៉ូហានិងតាំងវូតុងត្រូវបានរងការបាញ់ប្រហារដោយកាំភ្លើងព្រលឹងរូបភាពនៅក្នុងប្រឡោមលោកដើមសម្លៀកបំពាក់របស់ហ៊ូយ៉ូហាត្រូវបានផ្លុំចេញដោយបង្ខំឲ្យគាត់ខ្ចីសម្លៀកបំពាក់របស់តាំងវូតុងទោះជាយ៉ាងណាក៏ដោយឈុតនេះមិនត្រូវបានបង្ហាញនៅក្នុងឈុតខ្លីៗទេសន្មតថាវាត្រូវបានលុបចេញបន្ទាប់ពីសម្លៀកបំពាក់របស់ហ៊ូយ៉ូហាត្រូវបានបំផ្លាញគាត់បានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់យ៉ាងណាមិញគ្រោងដែលពាក់ព័ន្ធនឹងសម្លៀកបំពាក់របស់ស្ត្រីគឺមិនសមស្របទាំងស្រុងសម្រាប់ឱកាសដ៏ឱឡារិកបែបនេះទេរូបភាពហ៊ូយ៉ូហានិងតាំងវូតុងបានទៅដល់កំពូលភ្នំជាមួយគ្នាហើយបានជួបប្រទះនឹងអគារមរណៈដ៏គួរឲ្យភ័យខ្លាចតាមឱកាសដើមលោកហ៊ូយ៉ូហាបានដោះលែងឌូលួសទាំង12នាក់ពីអានដេតដេមីភ្លេនដោយបន្ថែមស៊ូសនស៊ីជាងណាណាន់យេជីជីជូឆេននិងអ្នកដទៃពួកគេបានបង្កើតក្រុមដ៏គួរឲ្យចាប់អារម្មណ៍មួយយេស៊ីស៊ូបានបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ពណ៌ក្រហមចិញ្ចៀនវិញ្ញាណដ៏គួរឲ្យភ្ញាក់ផ្អើលនិងដ៏មានថាមពលរបស់នាងគួរឲ្យស្ញប់ស្ញែងរូបភាពប៉ុន្តែមុនពេលនរណាម្នាក់អាចដកដង្ហើមបានធូរស្រាលនាងត្រូវបានគេប្រទះឃើញដោយឌីតឌូលួសយេស៊ីស៊ូនាងធ្លាប់ជា Level 99 Ultimate ឌូលួសនិងជាគ្រូបង្ហាត់វិញ្ញាណកម្រិត9រួចហើយនៅពេលដែលយេស៊ីស៊ូងើបចេញពីពន្លឺដ៏បង្ហូរឈាមការកំណត់រចនាសម្ព័ន្ធចិញ្ចៀនវិញ្ញាណមិនគួរឲ្យជឿរបស់នាងបានបំភ្លឺយេស៊ីស៊ូមានចិញ្ចៀនវិញ្ញាណក្រហម3និងខ្មៅ6រួមទាំងចិញ្ចៀនវិញ្ញាណ300,000ឆ្នាំប្រហែលជាមានតែបេះវូតឌីទៀនប៉ុណ្ណោះដែលអាចប្រជែងនឹងនាងនៅក្នុងទ្វីបឌូលួសទាំងមូលរូបភាពនៅក្នុងប្រឡោមលោកដើមយេស៊ីស៊ូពាក់អាវពណ៌ក្រហមងងឹតបង្ហាញពីលក្ខណៈពិសេសរបស់នាងគំនូរជីវចលបានដោះអាវក្រៅចេញដោយបង្ហាញពីស្បែកស្អាតរបស់យេស៊ីស៊ូសម្រស់ដ៏គួរឲ្យភ្ញាក់ផ្អើលនិងរ៉ូបពណ៌ឈាមសពវែងរបស់នាងហើរទៅតាមខ្យល់ផ្ដល់អារម្មណ៍ដល់នាងទាំងសម្រស់និងគ្រោះថ្នាក់នៅក្នុងឈុតក្រោយក្រេឌីតសម្រាប់វគ្គ100នៃភាគតាំងសិចរូបភាពខាងមុខរបស់យេស៊ីស៊ូត្រូវបានបង្ហាញស្នាដៃសិល្បៈដើមក៏គួរឲ្យភ្ញាក់ផ្អើលផងដែរជាមួយនឹងលក្ខណៈពិសេសរបស់នាងបង្កប់ទៅដោយភាពទាក់ទាញនៃពិភពលោកជាក់លាក់
ហួយយោហោចិត្តត្រូវបានសម្លាប់ដោយយេស៊ីស៊ូហើយឌីទៀនបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះតាំងវូតុងរូបភាពកម្លាំងរបស់យេស៊ីស៊ូគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលនាងបានយកឈ្នះលើឌូលួទាំង12ហើយចាប់យកហួយយោហោហួយយោហោបង្ហាញអត្តសញ្ញាណរបស់គាត់ថាជាសិស្សរបស់មូនអិនដោយព្យាយាមទទួលបានភាពស្និទ្ធស្នាលពេលឮឈ្មោះមូនអិននោះយេស៊ីស៊ូផ្ទុះឡើងដោយភ័យស្លន់ស្លោរូបភាពយេស៊ីស៊ូដោយមានលាយឡំស្នេហានិងការស្អប់ចំពោះមូអិនដើមឡើយបានសន្យាថានឹងដោះលែងហួយយោហោប៉ុន្តែបានបដិសេធនឹងការសន្យារបស់នាងស្ទើរតែភ្លាមៗវាជាការត្រឹមត្រូវក្នុងការនិយាយថាមេវិញ្ញាណអាក្រក់ខ្វះក្រមសីលធម៌ហេតុផលរបស់យេស៊ីស៊ូសម្រាប់ការបដិសេធគឺដោយសារតែនាងមានអារម្មណ៍ថាមូអិនសម្រេចចិត្តខ្លាំងពេកចំពោះនាងនេះគឺទោះបីជាការពិតដែលថានៅក្នុងប្រឡោមលោកដើមវាគឺជាយេស៊ីស៊ូដែលចូលចិត្តទំនាក់ទំនងរវាងឡុងស៊ីវយ៉ាវនិងមូអិនរូបភាពហួយយោហោត្រូវបានចាប់ខ្លួនដោយយេស៊ីស៊ូហើយប្រឈមមុខនឹងការស្លាប់ដ៏សោកនាដកម្មនៅក្នុងដៃរបស់នាងតាំងវូតុងនិងអ្នកដទៃទៀតមានការព្រួយបារម្ភប៉ុន្តែពួកគេគ្មានអំណាចដើម្បីទប់ទល់យេស៊ីស៊ូឡើយក្នុងពេលដ៏សំខាន់នេះរាងកាយរបស់ហួយយោហោស្រាប់តែមានការប្រែប្រួលវាបានប្រែក្លាយទៅជាឌីទៀនដែលកាន់កាប់ដោយគាត់យ៉ាងណាមិញហួយយោហោបានអនុវត្តជោគវាសនារបស់ស្តាដូប្រេតហ្វរេសរូបភាពអាយ៉ងបិសាចឈាមរបស់យេស៊ីស៊ូកំពុងលេបត្របាក់ព្រលឹងដោយសម្លាប់សត្វនិងមនុស្សរាប់មិនអស់ឌីទៀនបានឈានដល់កម្រិតនៃដេមីហ្គតក្លែងខ្លួនហើយចុះមកក្នុងទម្រង់ពិតរបស់គាត់ដោយខ្លាចយេស៊ីស៊ូចាត់ចេញរូបភាពអធិរាជទានមិនបានបង្ហាញខ្លួនដោយផ្ទាល់នៅទីនេះទេគាត់គ្រាន់តែព្យាយាមបំភ័យយេស៊ីស៊ូប៉ុណ្ណោះរាងកាយរបស់ហួយយោហោមិនអាចទប់ទល់នឹងការកាន់កាប់របស់អធិរាជទានបានទេហើយឈាមបានហូរចេញពីមាត់ទាំង7នោះមើរីឌៀនរបស់គាត់បានប្រេះឆាជាសំណាងល្អឡៃបូនៅក្នុងខ្លួនរបស់គាត់បានជួយហួយយោហោជួសជុលមើរីឌៀនដែលដាច់